Ok, bong bồnទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកនិយាយពីរឿងឡានដែលស៊ីប្រេងម៉ាស៊ីនតិចណាខ្ញុំធ្លាប់តែលើខាងបដូរប្រេងម៉ាស៊ីនឬមកក៏បងប្អូនដែលក៏លក់ប្រេងម៉ាស៊ីនគាត់តែងតែនិយាយថាឡានស៊ីប្រេងម៉ាស៊ីនមកពីយើងបដូរប្រេងម៉ាស៊ីនខុសម៉ាកខុសលេខខុសអញ្ចឹងណាហើយមានមតិខ្លះទៀតថាបើសិនជាឡានបច្ចុប្បន្នប្រើលេខ530បើសិនជាឡាននឹងស៊ីប្រេងម៉ាស៊ីនត្រូវដល់ខាប់ជាងទៅប្រើ10ខ្សែ15ខ្សែអញ្ចឹងដើម្បីឲ្យកំហាប់នឹងវាខាប់ដើម្បីកាត់បន្ថយការស៊ីប្រេងម៉ាស៊ីនហ្នឹងហើយតែពិតមកតែទាំងអស់ខ្ញុំអត់ប្រឆាំងទេប៉ុន្តែខ្ញុំក៏អត់គ្រប់គ្រងដែរហ្នឹងហើយបើសិនជាបងប្អូនយល់អំពីប្រតិបត្តិការរបស់ម៉ាស៊ីនបងប្អូននឹងលែងគិតអញ្ចឹងហ្នឹងហើយផ្លូវដែលអាចស៊ីប្រេងម៉ាស៊ីនគឺមានតែ3ទេបើតាមខ្ញុំយល់ទី1 PVC valve តែពិត PVC valve បើយើងយកមកផ្លុំគឺទៅផ្លូវតែមួយផ្លុំត្រឡប់វិញអត់ខ្យល់ឆ្លងហ្នឹងហើយអញ្ចឹងបើសិនជា PVC valve អត់ទប់វាធ្វើឲ្យប្រេងម៉ាស៊ីនហូរពីក្បាលកន្លះចូលទៅតាមកហ្គាបាញ់ទៅប៉ះសាំងដែលដុតដោយប៊ូស៊ីនិងខ្យល់ហ្នឹងគឺវាហូរប្រេងម៉ាស៊ីនអាហ្នឹងផ្លូវទី1ណាហើយផ្លូវទី2គឺឧបមាថាបើឡានបងប្អូនຕົកចោលមួយយប់ស្រាប់តែព្រលឹមឡើងបងប្អូនប្រឆេះទៅហុយដលោមអាហ្នឹងគឺ first ស្បាប់មកហ្នឹងហើយអាហ្នឹងហូរពីលើក្បាលកន្លះទៅណាដែលយើងຕົកមួយយប់ចោលនៅពេលដែលត្រជាក់ទៅវារួមមៀតអញ្ចឹងបានន័យថាវាបើកវាមានប្រឡោះឲ្យប្រេងម៉ាស៊ីនហូរពីក្បាលកន្លះទៅតាម first ស្បាប់ហ្នឹងចូលទៅ bistong ក្បាល bistong ពេលដែលយើងប្រឆេះប៉ះភ្លើងវាឆេះអាហ្នឹងហុយពេលព្រឹកហ្នឹងហើយផ្លូវទី3គឺមកពីក្រោមគឺតាមកវ៉ាត់បើសិនជាកវ៉ាត់នឹងសឹកវាមានប្រឡោះបាញ់ពីក្រោមមកអាហ្នឹងប្រេងម៉ាស៊ីនវានឹងជ្រៀតមកគឺកវ៉ាត់អត់ទប់វាសឹកកវ៉ាត់អាហ្នឹងពេលដែលយើងជន់ម៉ាស៊ីនរោខ្លាំងគឺហុយផ្សែងហ្នឹងហើយអញ្ចឹងបើតាមខ្ញុំយល់គឺមានតែ3ហ្នឹងទេប៉ុន្តែបើសិនជាករណីឡានបាត់ប្រេងម៉ាស៊ីនដោយសារបដូរប្រេងម៉ាស៊ីនខុសម៉ាកហ្នឹងគឺខ្ញុំគិតថាភាគរយតិចបំផុតសឹងថាអត់មានហ្នឹងហើយផលវិបាកនៃការដែលឡានស៊ីប្រេងម៉ាស៊ីនហ្នឹងគឺមានបើយើងគិតត្រួសទៅគឺអស់លុយថែមតែប្រេងម៉ាស៊ីនហ្នឹងមែនទេហ្នឹងហើយឧបមាថាមួយខែវាស៊ីអស់1លីត្របងប្អូនថែមតែ1លីត្រទេហ្នឹងហើយអាហ្នឹងអ្វីដែលបងប្អូនគិតដល់ប៉ុន្តែចំណាយមួយទៀតដែលបងប្អូនគិតអត់ដល់មិនមួយគឺច្រើនអាច2អាច3ដែលបងប្អូនគិតដល់គឺសាំងប្រសិនបើអត់មានប្រេងម៉ាស៊ីនទៅកាត់មុខសាំងដែលវាព្រោះទៅប៉ះខ្យល់ហើយដុតដោយភ្លើងគឺវាឆេះខ្លាំងអញ្ចឹងសម្ពាធទៅប៊ីស្តុងហ្នឹងគឺខ្លាំងនឹងយើងជន់មើមគឺឡានស្ទុះហ្មងហ្នឹងហើយប៉ុន្តែបើសិនជាមានប្រេងម៉ាស៊ីនបាច់ទៅកាត់មុខសាំងលេីឡំជាមួយសាំងគឺចំហអត់បានល្អទេវាថយសម្ពាធអញ្ចឹងពេលដែលថយសម្ពាធឡានខ្សោយយើងប្រឹងជន់ហ្គាតែយើងជន់ហ្គាកាន់តែខ្លាំងសាំងបាច់កាន់តែច្រើនអាហ្នឹងគឺចំណាយលាក់មុខគឺសាំងហ្នឹងហើយបងប្អូនចំណាយប្រចាំថ្ងៃហ្នឹងគឺអត់ដឹងខ្លួនទេប៉ុន្តែចំណាយសាំងច្រើនដោយសារការស៊ីប្រេងម៉ាស៊ីនដែលចំណាយដកបានល្អអាហ្នឹងមួយអាហ្នឹងហើយមួយទៀតទៅលើក្បាលប៊ូស៊ីនៅពេលដែលប្រេងម៉ាស៊ីនវាប៉ះភ្លើងវាឆេះខ្លាចជាកំណកដល់ពេលវាកំណកហ្នឹងវាអត់ទៅណាវានៅចុងកាល់ប៊ូស៊ីហ្នឹងវារុំយូរទៅម៉ាស៊ីនឆេះញាក់អញ្ចឹងបងប្អូនតែងតែឲ្យជាងខាត់កាល់ប៊ូស៊ីខាត់ម្ដងជា2ដង3ដង4ដងយូរខូចក្បាលប៊ូស៊ីហ្នឹងត្រូវចំណាយលុយដូរក្បាលប៊ូស៊ីអត់ឈ្នះទេអាហ្នឹងចំណាយទី2ហើយចំណាយទី3ទៅលើសបុកឃ្មុំនៅពេលដែលប្រេងម៉ាស៊ីនវាឆេះវាមានផ្សែងវាមានកំណកផ្សែងហើយចេញតាមស៊ីម៉ាំងប៉ុន្តែកំណកហ្នឹងអត់ឆ្លងកាត់សបុកពុំរួចទេគឺនៅទើតាមហ្នឹងហ្មងដល់ពេលវានៅទើយូរវាប៉ះភ្លើងគឺវាកកដូចថ្មហ្នឹងហើយវាកកដូចថ្មគឺឡើងជ្រុះអាហ្នឹងគឺយូរទៅកកសបុកឃ្មុំស្ទះសបុកឃ្មុំវាបង្កទៅជារងើកភ្លើងបងប្អូនដែលឃើញឡានដែលស្ទះសបុកឃ្មុំពេលជន់រោខ្លាំងទៅជាពិសេសពួកឡានដែលប្រើសាំងជន់រោខ្លាំងទៅគឺឡើងក្រហមរងើកភ្លើងហ្មងកុលសម្ាំងហ្នឹងអាហ្នឹងគេហៅឡានស្ទះសបុកឃ្មុំអញ្ចឹងការចំណាយទៅលើកាសដោសបុកឃ្មុំហ្នឹងបើសិនជាសបុកឃ្មុំអាយខ្ញុំអត់ដឹងណាប៉ុន្តែបើសបុកឃ្មុំស៊ីនថ្លៃហ្នឹងហើយក៏ឆាប់ខូចដោយសម្ាំងដែរដោយសម្ាំងក៏ថ្លៃដែរហ្នឹងហើយនិយាយរួមការដែលផលវិបាកបកដោយឡានស៊ីប្រេងម៉ាស៊ីនហ្នឹងវាមានច្រើនលើសពីការថែប្រេងម៉ាស៊ីនទី1ការថែប្រេងម៉ាស៊ីនទី2ចំណាយកាន់ច្រើនលើសាំងដែលយើងចេះតែជន់ទៅឡានខ្សោយចេះជន់ទៅទី3ទៅលើដោយសម្ាំងសបុកឃ្មុំក្បាលប៊ូស៊ីហ្នឹងហើយអាចខូចម៉ាស៊ីនទៀតនៅពេលដែលសម្ាំងស្ទះនិយាយដូចមនុស្សយើងអត់ដើរខ្យល់អញ្ចឹងវាទល់ពោះហ្នឹងហើយអញ្ចឹងចេះតែប្រឹងជន់ទៅដល់ពេលវាហប់ដល់មិនអត់មានខ្យល់ចេញវាធ្វើឲ្យម៉ាស៊ីនរត់តឹងប្រើយូរទៅខូចម៉ាស៊ីនហ្នឹងហើយអញ្ចឹងផលវិបាកដែលបកដោយឡានស៊ីប្រេងម៉ាស៊ីនហ្នឹងគឺមានច្រើនហើយចំណាយលាក់មុខគឺ
ភាគច្រើនបងប្អូនគិតដល់ហ្នឹងហើយប៉ុន្តែធៀបពិតបងប្អូនចំណាយច្រើនទៅលើការចំណាយប្រចាំថ្ងៃបងប្អូនទៅលើការចាក់សាំងទៅលើការថែទាំទៅលើការបដូរគ្រឿងបន្លាស់និងការជួសជុលហ្នឹងហើយនៅសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានវីដេអូហើយខ្ញុំនឹងចែកម្លែកវីដេអូដែលមានប្រយោជន៍បន្តទៀតសង្ឃឹមថាបងប្អូនជួយ like និង share follow TikTok ឬមកក៏ page របស់ទេវផាអរគុណ